រៀបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំខេមរៈប្រហែលថ្ងៃនេះគឺយើងបានឃើញហើយអំពីព័ត៌មានការរំជួលដីអញ្ចឹងតើមានការជួលច្របល់ខ្លាំងមែនទែនទាំងនៅក្នុងប្រទេសថៃប្រទេសមីយ៉ាន់ម៉ាក៏ដូចជាប្រទេសជិតខាងដូចជាកម្ពុជាយើងនឹងផងដែរអញ្ចឹងជាដំបូងខ្ញុំសូមចូលរួមសោកស្ដាយចំពោះប្រជាជនខ្មែរយើងដែលបានរងគ្រោះពីការរំជួលដីហ្នឹងនៅប្រទេសថៃ and I want to pay my high respect to people and country of Thailand and Myanmar អញ្ចឹងដោយសារតែប្រទេសយើងអត់ទាន់មានគ្រោះរំជួលដីពីមុនមកទេអញ្ចឹងហើយអាចថាប្រជាជនមួយចំនួនគាត់អត់ទាន់បានដឹងអំពីវិធីការពារខ្លួនក៏ដូចជាវិធីជួយខ្លួនឯងកំឡុងពេលកើតមានគ្រោះរំជួលដីអញ្ចឹងចំពោះប្រទេសមួយចំនួនដែលកើតមានគ្រោះរំជួលដីចំនួនដូចជាប្រទេសជប៉ុនគឺគេមានវិធីសាស្ត្រចំនួន3ដើម្បីត្រៀមពេលកើតមានគ្រោះរំជួលដីអញ្ចឹងគឺគេមានទី1គឺការត្រៀមខ្លួនមុនពេលកើតមានរំជួលដីថាតើគេត្រូវធ្វើអីខ្លះគេត្រូវត្រៀមអីខ្លះទី2គឺការជួយខ្លួនឯងឬក៏ការការពារខ្លួនកំឡុងពេលកើតមានរំជួលដីទី3គឺការត្រៀមខ្លួនឬក៏ការជួយឬក៏អាចថាជាសកម្មភាពផ្សេងៗដែលពួកគេត្រូវធ្វើក្រោយពេលរំជួលដីអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកចែករំលែកអំពីចំណុចទី2ដែលនិយាយអំពីការជួយខ្លួនឯងកំឡុងពេលកើតមានរំជួលដីចំពោះការជួយខ្លួនឯងកំឡុងពេលកើតមានរំជួលដីនឹងទៀតសោតគឺគេបានបែងចែកជា3ស្ថានភាពដែលទី1ប្រសិនបើជាយើងស្ថិតនៅក្នុងផ្ទះកំឡុងពេលកើតមានរំជួលដីទី2យើងនៅខាងក្រៅផ្ទះអាចឬក៏ថាអាចនៅកន្លែងផ្សារទំនើបឬក៏យើងទៅកន្លែងណាអីផ្សេងៗនឹងដែលវាមិនស្ថិតនៅក្នុងផ្ទះអញ្ចឹងចំណុចទី3វិញគឺប្រសិនបើយើងស្ថិតនៅក្នុងឡានកំឡុងពេលកើតមានរំជួលដីនឹងថាតើយើងត្រូវធ្វើអីខ្លះអញ្ចឹងចំពោះស្ថានភាពទី1ប្រសិនបើកើតមានគ្រោះរំជួលដីកំឡុងពេលយើងនៅក្នុងផ្ទះហ្នឹងគឺគេមានពាក្យ3សំខាន់សម្រាប់យើងជួយខ្លួនឯងទី1គឺ drop ទី2គឺ cover ទី3គឺ hold on អញ្ចឹងចំពោះ drop មានន័យថានៅពេលដែលកើតមានគ្រោះរំជួលដីដូចវាញ័រដូចវាយកអីចឹងគេមានអារម្មណ៍ថាដូចជាវិលមុខអីចឹងហើយបន្ទាប់មកយើងដឹងថាវាជាការរំជួលដីអញ្ចឹងគេឲ្យយើងអោនចុះឬក៏ក្រាបចុះហើយទៅរកកន្លែងដែលជួយការពារយើង cover ហ្នឹងគឺកន្លែងជួយការពារយើងដូចជាជ្រុងនៃផ្ទះឬក៏ក្រោមតុក្រោមព្រៃអីជាដើមហើយបន្ទាប់មកគឺគេឲ្យយើងតោង hold on ហ្នឹងគឺគេឲ្យយើងតោងតុឬក៏តោងក្រែដែលយើងកំពុងតែនៅក្រោមវាហ្នឹងតោងជើងតុអីចឹងតោងឲ្យជាប់ឲ្យយើងជិះឲ្យឆ្ងាយអំពីកន្លែងប្អួចទូគេឲ្យអីធំនិយាយទៅឲ្យតែសំប្រេងអីធំអញ្ចឹងគឺគេអត់ឲ្យយើងនៅចិត្តទេព្រោះថាខ្លាចវាលំខ្លាចវាអីហ្នឹងទៅជាពិសេសប្អួចដែលជាលក្ខណៈថាវាជាកញ្ចក់អីអញ្ចឹងនិយាយទៅយើងត្រូវជៀសវាងប្អួចសម្ភារៈដែលធំខ្ពស់កញ្ចក់អីជាដើមគឺយើងត្រូវជៀសឲ្យឆ្ងាយព្រោះថាវាអាចបែកឬក៏វាអាចរលំមកសង្កត់យើងអីចឹងទៅនៅបន្ទាប់មួយទៀតគឺការការពារក្បាលរបស់យើងខ្ញុំបានអានឯកសារជាច្រើនខាងមែនតើគាត់បានណែនាំឬក៏គាត់បានផ្ដោតសំខាន់ទៅលើការការពារក្បាលរបស់យើងក្នុងពេលកើតមានរំជួលដីនឹងដោយប្រសិនបើយើងស្ថិតនៅក្នុងផ្ទះហើយការមានគ្រោះរំជួលដីគឺគេឲ្យយើងយកជាខ្នើយគេងណាខ្នើយគេងឬក៏អាចថាឧបករណ៍អីក៏បានដែរដែលអាចការពារក្បាលយើងយកមកគ្របក្បាលយើងអញ្ចឹងកុំឲ្យមានការអត់ទង្គិចពីឧបករណ៍ឬក៏សម្ភារៈអីផ្សេងៗដែលវាអង្គអញ្ចឹងទៅវាជ្រុះវាធ្លាក់មកអីចឹងមួយវិញទៀតគឺគេណែនាំឲ្យយើងស្ថិតនៅក្នុងផ្ទះឧទាហរណ៍នៅពេលកើតមានគ្រោះរំជួលដីអញ្ចឹងយើងការពារខ្លួនឯងដោយការរត់ចូលក្រោមតុហើយយើងតោងវាយើងមានខ្នើយការពារអីចឹងហើយប៉ុន្តែព្យាយាមរត់ចេញកំឡុងពេលកើតមានការញ័រឬក៏ការរំជួលហ្នឹងអញ្ចឹងគឺគេណែនាំថាឲ្យយើងស្ថិតនៅក្នុងផ្ទះសិនចាំពេលដែលបាត់ញ័រឬក៏បាត់រំជួលហ្នឹងចាំយើងចេញពីផ្ទះមានការសិក្សាស្រាវជ្រាវបានបង្ហាញថាប្រជាជនដែលគាត់រងគ្រោះថ្នាក់ដោយសារគ្រោះរំជួលដីហ្នឹងគឺបណ្ដាលមកពីគាត់ព្យាយាមរត់ចេញពីផ្ទះឬក៏អគារដែលគាត់នៅហ្នឹងកំឡុងពេលញ័រមួយវិញទៀតគឺគេឲ្យយើងបើកទ្វារមិនថាបើនិយាយចំពោះផ្ទះដូចទ្វារមុខទ្វារក្រោយអញ្ចឹងគឺគេឲ្យយើងបើកទ្វារហ្នឹងចោលទៅអញ្ចឹងនៅពេលដែលវាបាត់រំជួលឬបាត់ញ័រហ្នឹងចាំយើងចេញតាមទ្វារហ្នឹងអញ្ចឹងបើសិនជាឧទាហរណ៍ថាបើយើងអត់បានបើកអីចឹងក្នុងករណីហ្នឹងគឺគេខ្លាចថាពេលបន្ទាប់ពីរំញ័រហ្នឹងចប់អញ្ចឹងទ្វារហ្នឹងវាអាចគាំងអាចអីដែលបើកអត់បានអញ្ចឹងអាពេលរំញ័រដំបូងហ្នឹងគេឲ្យយើងបើកទ្វារហ្នឹងចោលដើម្បីឲ្យពេលដែលវាឈប់ញ័រយើងអាចចេញទៅរកកន្លែងសុវត្ថិភាពបានហើយមួយវិញទៀតគឺការដូចថាមានចង្ក្រានអេឡិចត្រូនិកដែលប្រើអគ្គិសនីឬក៏ចង្ក្រានហ្គាសអីចឹងគេឲ្យយើងបិទវាព្រោះថាវាការពារបន្ទាប់ពីខ្លាចថាបន្ទាប់ពីអារំជួលនឹងរំញ័រនឹងចប់ទៅវាអាចទៅជាមានធ្លាយហ្គាសឬក៏មានផ្ទុះផ្សេងសាច់ភ្លើងអីចឹងទៅអញ្ចឹងគេឲ្យយើងផ្ដាច់ចរន្តភ្លើងក៏ដូចជាបិទហ្គាសចូលមកដល់ចំណុចទី2ប្រសិនបើយើងស្ថិតនៅក្នុងស្ថានភាពរំជួលហ្នឹងប៉ុន្តែយើងនៅខាងក្រៅតែយើងត្រូវធ្វើអីខ្លះអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងស្ថិតនៅតាមផ្លូវហើយវាឆ្លាស់វាអត់មានហុំព័ទ្ធដោយដើមឈើខ្ពស់ឬក៏វាអត់មានហុំព័ទ្ធដោយអគារអីខ្ពស់ទេអញ្ចឹងយើងអាចនៅកន្លែងហ្នឹងសិនដើម្បីសុវត្ថិភាពរបស់យើងជៀសវាងការនៅជិតដើមឈើធំជៀសវាងការនៅជិតបកកភ្លើងជៀសវាងការនៅជិតអគារខ្ពស់ឬក៏កន្លែងដែលមានជាងអីអញ្ចឹងគេឲ្យយើងជៀសវាងកន្លែងហ្នឹងព្រោះការពារថានៅពេលដែលមានរំញ័រខ្លាចថាវារលំមកសង្កត់យើងអីចឹងទៅអញ្ចឹងជៀសវាងកន្លែងទាំងអស់ហ្នឹង
ចឹងចំពោះស្ថានភាពឲ្យតើហ្នឹងឧទាហរណ៍ប្រសិនបើយើងនៅកន្លែងធ្វើការឬក៏កន្លែងស្ថិតនៅអាគារខ្ពស់ឬក៏អីអញ្ចឹងគេណែនាំយើងឲ្យយើងចាក់ចេញពីកន្លែងហ្នឹងដោយអត់ប្រើចរយន្តទេទោះបីចរយន្តហ្នឹងវានៅដំណើរការក៏ដោយគឺគេឲ្យយើងប្រើចរជើងប៉ុន្តែឲ្យយើងចុះហ្នឹងប្រយ័ត្នប្រយែងផងកុំអាចថាកុំបញ្ញាប់ពេកដល់រហូតដល់ចុះឡាយថាស្លន់ពេកចុះទៅធ្វើឲ្យមានគ្រោះថ្នាក់ខ្លួនឯងអញ្ចឹងគេថាចេះ do not rush to exit and stare គឺថាកុំស្លន់កុំប្រញាប់ពេកអញ្ចឹងគេឲ្យយើងចុះតាមសម្រួលដែលយើងខ្លួនឯងយើងអាចទប់ខ្លួនឯងបានអាចចុះទៅដល់ក្រុមបានដោយសុវត្ថិភាពខ្លួនឯងអញ្ចឹងទៅមួយវិញទៀតក៏ដូចគ្នាដែរគឺដូចស្ថានភាពនៅក្នុងផ្ទះដែរគឺគេឲ្យយើងការពារក្បាលរបស់យើងដោយការយកកាបូបឬក៏អាចថាជាសម្ភារៈអីដែលនៅកន្លែងយើងធ្វើការឬក៏កន្លែងដែលយើងស្ថិតនៅនឹងអាចយកមកការពារក្បាលរបស់យើងបានគឺគេផ្ដោតសំខាន់មកគឺការពារក្បាលរបស់ខ្លួនឯងហ្នឹងហើយមួយវិញទៀតប្រសិនបើយើងជាប់គាំងនៅក្នុងចរយន្តណាអញ្ចឹងតាមរយៈខ្ញុំអានឯកសាររបស់ជប៉ុនរបស់website ជប៉ុនដែលគាត់ផុសអញ្ចឹងគឺអាចថាប្រទេសគេនៅក្នុងចរយន្តមានគេហៅ earthquake sensor ដែលជាកង្កាក់មួយបញ្ឈប់ចរយន្តលើថានៅពេលចុចអាហ្នឹងទៅអាចចរយន្តឈប់ឬក៏មិនខ្ញុំអត់ដឹងទេប៉ុន្តែគេហៅថា earthquake sensor នៅក្នុងចរយន្តហ្នឹងគឺគេមានហើយគេណែនាំឲ្យយើងធ្វើអីប៉ុន្តែបើសិនជាចរយន្តនៅស្រុកយើងអត់ទាន់មានណាអត់ទាន់មាន earthquake sensor ហ្នឹងអញ្ចឹងគេណែនាំយើងឲ្យចុច stop តែអ្នកគ្នាដែលសង្កេតថានៅក្នុងចរយន្តគឺមានកង្កាក់មួយដែលគេដាក់ថា stop អញ្ចឹងគឺគេណែនាំឲ្យយើងរបៀបថានៅពេលវាចាប់ផ្ដើមញ័រដែលយើងដឹងថាវាជារំជួយដីអញ្ចឹងគេឲ្យយើងចុច stop ហើយយើងឈប់នៅជាន់នឹងតែម្ដងហើយចេញពីចរយន្តហ្នឹងចុះចរជើងវិញអានឹងក្នុងករណីដែលយើងដឹងថាវាញ័រអញ្ចឹងទៅយើងទោះបីយើងចុះអត់ទាន់ទៅដល់ជាន់យើងដែលត្រូវយើងចុះក៏ដោយឧទាហរណ៍ថាយើងនៅជាន់ទី30ហើយយើងចុះមកជាន់ទី15អញ្ចឹងកំឡុងពេលដែលចុះហ្នឹងវាអត់ទាន់ដល់ជាន់ទី15ទេតែយើងក៏ត្រូវតែចុចកង្តាក់ឈប់ហ្នឹង stop ហ្នឹងដើម្បីយើងចេញពីចរយន្តហ្នឹងរបៀបថាលឿនតាមតែអាចធ្វើទៅបានណាកំឡុងពេលរំជួយដីហ្នឹងមួយវិញទៀតគឺការជៀសវាងកន្លែងដែលមានកញ្ចក់មានបវិចអីចឹងទៅគឺគេណែនាំឲ្យយើងជៀសវាងពីកន្លែងហ្នឹងថាមែនទេព្រោះការពារខ្លាចតែពេលវារំជួយទៅវាបែកកញ្ចក់វាអីចឹងវាធ្លាក់មកលើយើងទៀតមកលើយើងមានគ្រោះថ្នាក់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងចូលមកដល់ចំណុចទី3គឺប្រសិនបើយើងស្ថិតនៅក្នុងឡានតែយើងត្រូវធ្វើអីខ្លះអញ្ចឹងចំពោះការបើកឡានឧទាហរណ៍ថាប្រសិនបើយើងកំពុងបើកឡានក្នុងល្បឿនមួយដែលលឿនហើយកើតមានការរំជួយដីឬក៏វិញ្ញាណហ្នឹងអញ្ចឹងគេណែនាំឲ្យយើងបើកភ្លើងសុំផ្លូវបើកភ្លើងឡានសុំផ្លូវហើយយើងឯកទៅម្ខាងបន្ទាប់មកយើងឈប់ហើយគឺគេណែនាំឲ្យយើងនឹងដោះសោទ្វារឡានទាំងអស់ប៉ុន្តែអត់ទាន់ចេញពីឡានទេគឺនៅក្នុងឡាននឹងរហូតដល់វាឈប់ញ័រចាំយើងចេញប៉ុន្តែការឈប់ឡាននឹងទៀតសោតគឺជៀសវាងនៅក្រោមដើមឈើធំជៀសវាងនៅក្បែរបកគោភ្លើងព្រោះថាគេខ្លាចវាអារម្មណ៍ឬក៏វាបាក់អីចឹងទៅគឺគេអត់ណែនាំឧទាហរណ៍ថាយើងកំពុងបើកឡានក្នុងល្បឿនលឿនហើយវាកើតមានរំជួយដីហ្នឹងគឺគេអត់ណែនាំឲ្យយើងឈប់ភ្លាមទេព្រោះថាអាចកើតមានគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀតអញ្ចឹងអាចថានៅពេលដែលយើងឈប់ទៅអ្នកខាងក្រោយគឺអត់ចាប់ហ្វ្រាំងអត់ទាន់អីអញ្ចឹងបុកពីក្រោយអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទៀតអញ្ចឹងគឺគេណែនាំឲ្យយើងបើកភ្លើងសុំផ្លូវហើយបន្ថយល្បឿនបន្ទាប់មកចាំយើងអាចឈប់យើងចាំនៅក្នុងឡានហ្នឹងរហូតទៅដល់វាឈប់ញ័រឬក៏ឈប់អង្គចាំយើងចេញពីឡានហើយជំរាបខ្លួនទៅរកកន្លែងសុវត្ថិភាពមួយវិញទៀតក្នុងករណីថាយើងជាប់នៅលើឡានក្រុងឬក៏រថភ្លើងអីចឹងគេឲ្យយើងស្ដាប់ការណែនាំរបស់អ្នកបុគ្គលិកឡានក្រុងឬក៏រថភ្លើងហ្នឹងបញ្ជាក់មួយទៀតចំពោះអ្នកដែលជាប់នៅក្នុងរថភ្លើងគឺគេឲ្យយើងអាចថាកំឡុងពេលញ័រហ្នឹងគេឲ្យយើងស្ថិតនៅក្នុងនឹងសិនអាចថារក្សាអរិយាប័ត្រកុំជួលច្បល់ខ្លាំងហើយស្ដាប់ការណែនាំរបស់បុគ្គលិកនៅក្នុងរថភ្លើងហ្នឹងហើយជៀសវាងការចេញភ្លាមនៅចេញពីរថភ្លើងភ្លាមក្នុងពេលញ័រហ្នឹងព្រោះគេណែនាំថាការដែលចេញភ្លាមក្នុងពេលញ័រហ្នឹងវាអាចឲ្យបណ្ដាលឲ្យមនុស្សនឹងរងគ្រោះថ្នាក់ដោយសារការឆក់ខ្សែភ្លើងអីជាដើមចំណុចទាំងអស់នេះហើយគឺជាអ្វីដែលខ្ញុំបានអានអំពីអ្វីដែលយើងត្រូវធ្វើកំឡុងពេលកាត់មានរំជួយដីហ្នឹងអញ្ចឹងចំពោះឯកសារដែលខ្ញុំបានអានខ្ញុំនឹងតម្លាក់ link បើសិនជានៅក្នុង Facebook ខ្ញុំនឹងដាក់ឲ្យនៅក្នុង comment អ្នកទាំងអស់គ្នាអាចចូលទៅចុច link ហ្នឹងហើយអានបន្ថែមខ្លួនឯងបានហើយបើនៅក្នុង YouTube ខ្ញុំនឹងតម្លាក់ link ហ្នឹងនៅក្នុង description អញ្ចឹងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូបន្តទីបញ្ចប់ជួបគ្នានៅឱកាសក្រោយបាយ